Hello សួស្តីបងប្អូនអ្នកគ្នាបាទជួបគ្នាសាជាថ្មីនៅវីដេអូថ្មីពី Channel បាទម៉ូតូរបស់ខ្ញុំបាទអញ្ចឹង Channel របស់ខ្ញុំថ្ងៃនេះបាទគឺធ្វើការមកនិយាយទាក់ទងជាមួយនឹងសំណួររបស់បងប្រុសម្នាក់ទៀតហើយបាទគឺគាត់បាន comment ថាហេតុអ្វីបានជិះម៉ូតូអសង្ខឆ្នាំ2023ថ្លៃម្លេះដំឡើងនៅខ្មែរសោះនឹងបាទអញ្ចឹងវាជាបញ្ហាមួយដែលបងប្អូនត្រូវគិតទាំងអស់គ្នាបាទទាក់ទងជាមួយនឹងអ្វីដែលបងប្រុសគាត់បាន comment បាទគឺគាត់បាន comment ថាសូមបញ្ជាក់ឡើងវិញហេតុអ្វីបានជិះម៉ូតូមានតម្លៃថ្លៃម្លេះដំឡើងនៅខ្មែរសោះហ្នឹងបាទអញ្ចឹងវាជាបញ្ហាមួយដែលកំពុងតែក្តៅកគុំមែនទែននៅអ្វីដែលបងប្រុសកំពុងតែ comment ផងដែរបាទអញ្ចឹងបន្តិចទៀតខ្ញុំធ្វើការជម្រាបជូនបាទទាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះដើម្បីយកមកចែកជូនទៅដល់ពុកម៉ែបងប្អូនដែលបានដឹងទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនថ្មីដែលមិនបានចុច Subscribe Channel របស់ខ្ញុំសូមជួយចុច Subscribe ពីដែលសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី Channel របស់ខ្ញុំជាបន្តទៀតបាទសូមអរគុណបងប្អូនដែលតែងតែគាំទ្រនិងតាមដានទស្សនាវីដេអូរបស់ខ្ញុំកន្លងមកបាទសូមអរគុណច្រើនមែនទែនបាទអញ្ចឹងទាក់ទងជាមួយនឹងសំណួររបស់បងប្រុសនេះបាទគឺខ្ញុំសូមនិយាយបន្តិចបាទអញ្ចឹងបញ្ហាដែលគាត់បានរិះគន់ហើយក៏ដូចជាបាននិយាយបាទទាក់ទងជាមួយនឹងការតម្លៃដែលមានតម្លៃថ្លៃហើយគាត់ថាដំឡើងនៅខ្មែរសោះហ្នឹងបាទតែប៉ុន្តែម៉ូតូអសង្ខឆ្នាំ2023គឺខ្ញុំទទួលស្គាល់ថាដំឡើងនៅខ្មែរដូចជារយៈពេលប្រហែលឆ្នាំមកហើយបាទប៉ុន្តែអ្វីដែលសំខាន់គឺយើងនាំគ្រឿងបន្លាស់ពីក្រៅប្រទេសមកទេបាទប៉ុន្តែយើងមកបើកនៅការដំឡើងនោះគឺនៅក្នុងស្រុកខ្មែរយើងបាទផ្ទាល់តែម្ដងប៉ុន្តែវត្ថុធាតុដើមពិតដែលយើងបាននាំចូលមកគឺពីបរទេសមកទេបាទអញ្ចឹងសូមបញ្ជាក់កន្លែងហ្នឹងឡើងវិញបាទអញ្ចឹងសម្រាប់គ្រឿងក្រៅទាំងអស់ហ្នឹងគឺសុទ្ធតែជារបស់បរទេសដដែលបាទគ្រាន់តែថាយើងយកមកដំឡើងរៀបនៅក្នុងស្រុកខ្មែរយើងតែប៉ុណ្ណោះបាទអញ្ចឹងសូមបញ្ជាក់ជូនទៅដល់បងប្អូនហើយក៏ដូចជាបងប្រុសដែលគាត់បាន comment ខាងក្រោមវីដេអូរបស់ខ្ញុំផងដែរបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ទាំងអស់គ្នាបាទអញ្ចឹងសម្រាប់វីដេអូនេះក៏សូមបញ្ចប់ទៅត្រឹមនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ